ស្ត្រីម្នាក់នេះបានស្លាប់នឹងកប់ក្នុងដីអស់រយៈពេល3ឆ្នាំមកហើយនឹកស្មានមិនដល់ថានាងបែរជាសម្រាលបានកូននៅក្នុងឈូងទៅវិញប្តីដែលប្រញាប់មកដល់ក៏ព្យាយាមបីកូនចេញមកប៉ុន្តែស្ត្រីនោះបែរជាចាប់កូនជាប់មិនព្រមលែងដៃកូនរបស់ខ្ញុំចុងក្រោយបុរសនោះក៏យំហើយសន្យាជាមួយប្រពន្ធថាអូនកុំបារម្ភអីបងនឹងចិញ្ចឹមកូនឲ្យធំធាត់ដោយសុវត្ថិភាពនឹកស្មានមិនដល់ថាពេលនិយាយចប់ភ្លាមស្ត្រីនោះក៏ព្រមលែងដៃហើយនៅពេលដែលបុរសនោះបីកូនចេញទៅភ្លាមនោះទឹកភ្នែករបស់ស្ត្រីនោះក៏ស្រក់ចុះមកអ្នកដែលនៅទីនោះទាំងអស់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំណែកឯដាជីយាយជីដែលនៅក្បែរនោះកាន់តែមានការភ័យខ្លាចជាខ្លាំងព្រោះចានដែលនៅក្បែរស្ត្រីនោះគឺជាចានលក់បររបស់ពួកគេបន្ទាប់ពីសម្លឹងមើលស្ត្រីនោះយ៉ាងល្អិតល្អន់លោកតាថែមទាំងមិនជឿនឹងភ្នែកខ្លួនឯងទៀតផងមនុស្សចាស់តែងពោលថាបើឃើញឈូសត្រូវដាក់ផ្កាកុលាប3ទងនោះជីវិតទៅថ្ងៃមុខនឹងជួបតែរឿងល្អនិងមានសំណាងល្អគ្រួសារនឹងមានសេចក្តីសុខនិងរកស៊ីមានបានរឿងវាទើបតែកើតឡើងកាលពីពេលថ្មីនេះស្ត្រីម្នាក់នេះតែងតែមកដល់នៅម៉ោង3ទៀបភ្លឺមកទិញបបរនៅផ្ទះរបស់ប្តីប្រពន្ធទាំងពីរនាក់នេះជានិច្ចពេលនោះតាគាត់គ្រាន់តែមានអារម្មណ៍ថាចម្លែកហើយអ្វីបានជាមានអ្នកមកទិញរបស់ញ៉ាំទាំងមេឃមិនទាន់ភ្លឺបែបនេះប៉ុន្តែគាត់ក៏មិនបានសួរនាំអ្វីដែរគាត់ដួសបបរមួយចានឲ្យនាងដូចសពដងប៉ុន្តែលុះព្រឹកឡើងពេលយាយគាត់រាប់លុយបែរជាឃើញមានដុំធ្នូមួយដុំនៅក្នុងចានទៅវិញគាត់ក៏ស្ដីបន្ទោសប្តីគាត់យ៉ាងខ្លាំងនៅពេលនោះមនុស្សចាស់ភ្នែកស្រវាំងអើយសំបីតែថ្មក៏ឯងមើលមិនដឹងដែរឬតាក៏មានទឹកមុខងឿងឆ្ងល់ដែរគាត់និយាយថាគាត់ពិតជាមិនដឹងរឿងនេះសោះលុះដល់ម៉ោងទៀបភ្លឺថ្ងៃបន្ទាប់ស្ត្រីនោះក៏មកទិញបបរតាមពេលកំណត់ទៀតលើកនេះតាគាត់ក៏ប្រុងប្រយ័ត្នជាងមុនគាត់ពិនិត្យមើលឃើញថាជាប្រាក់ពិតប្រាកដទើបគាត់ព្រមលក់បបរឲ្យនាងប៉ុន្តែពេលដែលតាគាត់រាប់លុយអាប់រួចរាល់ពេលគាត់ងាកក្រោយដើម្បីហុចលុយឲ្យនាងតែបែរជាឃើញថាខាងក្រៅគ្មានស្រមោលស្ត្រីនោះទៀតហើយលុះដល់ពេលព្រឹកព្រលឹមលោកយាយក៏ពិនិត្យមើលបញ្ជីកានីម្ដងទៀតក៏ប្រទះឃើញថាក្នុងចានបែរជាមានដុំធ្នូមួយដុំទៀតលោកតាយកដុំធ្នូនោះមកមើលទាំងមុខមាត់ភ្ញាក់ផ្អើលស្ត្រីម្នាក់នោះបានឲ្យប្រាក់ជាប្រាក់សុទ្ធពិតតាហេតុអ្វីបានជាត្រឡប់មកជាដុំធ្នូទៅវិញឃើញហេតុការណ៍បែបនេះអ្នកទាំងពីរក៏សង្ស័យភ្លាមថាជួបរបស់មិនស្អាតស្អំទើបប្រញាប់ទៅអញ្ជើញលោកគ្រូធ្មប់ដ៏ល្បីល្បាញក្នុងតំបន់មកបន្ទាប់ពីធ្វើពិធីរួចលោកគ្រូធ្មប់ក៏ប្រាប់ប្តីប្រពន្ធទាំងពីរថាអ្វីដែលពួកគេជួបនោះគឺជាវិញ្ញាណដ៏គួរឲ្យអាណិតមួយគ្រាន់តែធ្វើតាមបំណងប្រាថ្នានិងបំពេញតាមសំណើរបស់គេទៅគេនឹងមិនធ្វើបាបអ្នកទាំងពីរឡើយប្តីប្រពន្ធទាំងពីរយល់ដូច្នេះក៏បង្ខំចិត្តធ្វើតាមសម្ដីរបស់លោកគ្រូធ្មប់លុះដល់ម៉ោង3ទៀបភ្លឺស្ត្រីនោះក៏មកដល់មែនលោកតាក៏ញ័រខ្លួនត្រើតលើកបបរមួយចានទៅឲ្យនាងបន្ទាប់មកក៏លួចដើរតាមក្រោយស្ត្រីនោះជាមួយប្រពន្ធប៉ុន្តែដើរមិនបានប៉ុន្មានផងស្ត្រីនោះក៏ស្រាប់តែបាត់ខ្លួននៅក្បែរភ្នោប្តីប្រពន្ធឃើញស្ត្រីនោះបាត់ខ្លួនក៏ភ័យខ្លាចយ៉ាងខ្លាំងស្រាប់តែពេលនោះក៏មានឫសសូរសម្រែកទីរកយំបន្ទាប់ពីស្ទាបអង្អែររកមើលក៏ប្រទះឃើញថាសម្រែកនេះចេញមកពីក្នុងភ្នោហេតុការណ៍នេះធ្វើឲ្យប្តីប្រពន្ធទាំងពីរភ័យខ្លាចរហូតរត់យកតែរួចខ្លួនហើយថ្ងៃបន្ទាប់ក៏ទៅប្តឹងអាជ្ញាធរដំបងឡើយចៅវាយស្រុកស្មានតែអ្នកទាំងពីរនិយាយរវើវាយប៉ុន្តែឃើញអ្នកទាំងពីររៀបរាប់បានច្បាស់លាស់ពេកក៏សម្រេចចិត្តបើកគម្របភ្នោនៅចំពោះមុខអ្នកស្រុក